ការចាប់ខ្លួននឹងចោទប្រកាន់សមាជិកព្រឹទ្ធសភាលោកហុងសុខួររបស់គណៈបកសំរងស៊ីដែលជាគណៈបកមួយនៅក្នុងចំណោមគណៈបកពីរដែលចូលរួមបង្កើតជាគណៈបកសង្គ្រោះជាតិបានបង្ហាញពីនយោបាយដែលមិនឯកភាពគ្នាដោយរលូននៅឡើយរវាងគណៈបកកណ្ដាលអំណាចនិងគណៈបកប្រឆាំងនៅក្នុងគោលជំហរឆ្ពោះទៅដោះស្រាយវិបត្តិព្រំដែនជាមួយប្រទេសវៀតណាមពិតមែនហើយលោកហុងសុខួរបានបង្ហោះសេចក្តីអត្ថាធិប្បាយស្តីអំពីការរំលាយកិច្ចព្រមព្រៀងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមដែលមានលក្ខណៈចាប់ប្រកាន់លើមេដឹកនាំគណៈបកកណ្ដាលអំណាចការបង្ហោះសេចក្តីអត្ថាធិប្បាយនេះធ្វើឡើងក្រោយពីមេដឹកនាំគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានឯកភាពគ្នាលើការសហការដោះស្រាយបញ្ហាព្រំដែនព្រឹត្តិការណ៍ចុងក្រោយនេះហាក់ដូចជាបានតាក់ទាញឲ្យមានការរំជើបរំជួលនៅក្នុងនយោបាយហើយបាននាំឲ្យមានកង្វល់ពីអស្ថិរភាពនយោបាយផងដែរប៉ុន្តែបើគេសម្លឹងមើលឲ្យជ្រៅបន្តិចបញ្ហាហាក់ដូចជាកើតឡើងយ៉ាងសាមញ្ញពលគឺចំណុចចាប់ផ្ដើមបានកើតចេញពីបន្ទាត់នយោបាយរបស់គណៈបកប្រឆាំងដែលមិនបានណែនាំមន្ត្រីនយោបាយរបស់ខ្លួនឲ្យដើរតាមការឯកភាពលើកិច្ចព្រមព្រៀងព្រំដែនក្រោយពីមានការចរចារវាងលោកកឹមសុខាអនុប្រធានគណៈបកសង្គ្រោះជាតិនិងលោកសខេងមន្ត្រីជាន់ខ្ពស់សំខាន់មួយរូបរបស់គណៈបកប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្ទាប់មកសមាជិកព្រឹទ្ធសភានៃគណៈបកប្រឆាំងបានប្រព្រឹត្តដោយខុសឆ្គងនៅក្នុងការបង្ហាញភាពមិនច្បាស់លាស់នៃឯកសារដែលខ្លួនប្រើប្រាស់ដោយឡែកប្រមុខគណៈបកកណ្ដាលអំណាចបានចាប់ចំណុចខុសឆ្គងនេះថាជាហានិភ័យមួយព្រមទាំងស្នើឲ្យមានចំណាត់ការតាមផ្លូវច្បាប់ដោយចោទប្រកាន់ថាសមាជិកព្រឹទ្ធសភាគណៈបកប្រឆាំងលោកហុងសុខួរបានប្រព្រឹត្តបទឧក្រិដ្ឋជាក់ស្ដែងជាការពិតការចាប់ខ្លួននិងចោទប្រកាន់តាមផ្លូវតុលាការលើសមាជិកព្រឹទ្ធសភានៃគណៈបកប្រឆាំងដោយមិនមានការដកអភ័យឯកសិទ្ធិមិនមែនជាទង្វើផ្ទុយនឹងច្បាប់នោះទេដោយសារមាត្រា12ស្តីពីច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភាបានផ្ដល់អំណាចដល់មន្ត្រីសមត្ថកិច្ចនៅក្នុងការចាប់ខ្លួនឬចោទប្រកាន់ដល់សមាជិកសភាជាន់ខ្ពស់លើកឹកណាមានបទឧក្រិដ្ឋជាក់ស្ដែងប៉ុន្តែអ្វីដែលជាការមន្ទិលនោះគឺថាការបកស្រាយបែបណាទើបសមស្របចំពោះសេចក្តីអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភាគណៈបកប្រឆាំងចំពោះសេចក្តីអះអាងថាជាបទល្មើសជាក់ស្ដែងដែលជាប្រភេទបទឧក្រិដ្ឋនោះសរុបមកវិញកំហុសរបស់មន្ត្រីច្បាប់របស់គណៈបកសំរងស៊ីគឺជាផ្នែកមួយហើយភាពមិនច្បាស់លាស់នៅក្នុងការបកស្រាយពីបទឧក្រិដ្ឋជាក់ស្ដែងលើមន្ត្រីរូបនោះក៏ជាផ្នែកមួយទៀតដែលគួរយកមកថ្លឹងថ្លែងមួយវិញទៀតគេហាក់ដូចជានៅមើលឃើញថាដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមនៅតែជាចំណុចរសើបនិងជាគន្លឹះតាក់ទាញរូបភាពនយោបាយរបស់គណៈបកទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភាដូច្នេះបើធៀបទៅនឹងទំហំនៃភាពស្មុគស្មាញនៅក្នុងដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមការខ្វះឯកភាពជាតិដើម្បីទៅតតាំងតាមលក្ខណៈបច្ចេកទេសជាមួយប្រទេសជិតខាងមួយនេះវាកាន់តែធ្វើឲ្យប្រជាជាតិកម្ពុជាចុះខ្សោយនយោបាយផ្ទៃក្នុងនិងកាត់បន្ថយទម្ងន់ឥទ្ធិពលលើបរទេសមួយវិញទៀតការរក្សាភាពស្ងប់ស្ងាត់និងបញ្ឈប់ការកេងចំណេញនយោបាយលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមគឺជាកត្តាចាំបាច់ដែលនឹងបញ្ជាបាននៅកង្វល់របស់ប្រជារាស្ត្រនិងបង្កើនការទុកចិត្តរបស់ពួកគេលើភាពចាស់ទុំផ្នែកនយោបាយនៃគណៈបកប្រកួតប្រជែងគ្នា